ទីក្រុងប៉េកាំងធ្លាប់បានប្រមានប្រតិនានាជារឿយៗមកហើយក្នុងការប្រឆាំងនឹងការចុះហត្ថលេខាណាមួយលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនប៉ុន្តែក្តីបារម្ភលើនេះហាក់ដូចជាបង្ហាញពីឧទាហរណ៍លើកដំបូងនៃការត្អូញត្អែដោយផ្ទាល់ពីសំណាក់មហាអំណាចសេដ្ឋកិច្ចទី2នៅលើពិភពលោកមួយនេះមហាយាចិនបានទាមទារឲ្យកម្ពុជានិងម៉ាឡេស៊ីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំ2025នៅក្នុងប្រទេសម៉ាឡេស៊ីការទាមទារបែបនេះធ្វើឡើងក្រោយចិនហាក់មានការបារម្ភអំពីកិច្ចព្រមព្រៀងនេះក្នុងការធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននិងគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់នេះបញ្ជាក់តាមការចុះផ្សាយរបស់សារព័ត៌មាន Bloombergមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិនបាននិយាយក្នុងកិច្ចប្រជុំជាមួយម៉ាឡេស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុនថាទីក្រុងប៉េកាំងមានក្តីបារម្ភជាខ្លាំងចំពោះផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីទោះជាយ៉ាងណាចិនសង្ឃឹមថាម៉ាឡេស៊ីនឹងពិចារណាយ៉ាងពេញលេញនិងដោះស្រាយបញ្ហានេះបានត្រឹមត្រូវដោយពិចារណាលើផលប្រយោជន៍ជាតិរយៈពេលវែងរបស់ពួកគេមន្ត្រីរូបនេះបានបញ្ជាក់ទៀតថាមន្ត្រីមកពីក្រសួងវិនិយោគពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ម៉ាឡេស៊ីបានពន្យល់និងបញ្ជាក់អំពីបញ្ហាដែលចិនព្រួយបារម្ភប៉ុន្តែមិនបានពន្យល់លម្អិតពីអ្វីដែលជាកង្វល់នោះទេកិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីការជួបពិភាក្សាស្រដៀងគ្នានេះរវាងមន្ត្រីចិននិងកម្ពុជាកាលពីថ្ងៃអង្គារសប្តាហ៍មុនដោយលោកលីឆេងហ្គាំងបេសកជនពាណិជ្ជកម្មចិនក៏បានជំរុញឲ្យទីក្រុងភ្នំពេញដោះស្រាយកង្វល់នានាហើយមន្ត្រីកម្ពុជាបានបញ្ជាក់អំពីបញ្ហាមួយចំនួនផងដែរទាំងក្រសួងពាណិជ្ជកម្មចិននិងម៉ាឡេស៊ីក៏ដូចជាកម្ពុជាដែរមិនបានឆ្លើយតបទៅនឹងសំណើសុំព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធទៅនឹងរឿងនេះនោះទេចំណុចដែលចិនបង្ហាញពីក្តីបារម្ភនៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែតុលានាអំឡុងពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីនោះគឺត្រង់ចំណុចអាមេរិកបានលើកទឹកចិត្តប្រទេសនានាឲ្យចូលរួមជាមួយទីក្រុង Washington លើបញ្ហាសន្តិសុខជាតិរួមទាំងការគ្រប់គ្រងការនាំចេញការត្រួតពិនិត្យការវិនិយោគនិងទណ្ឌកម្មជាដើម